រៀនពីហ៊ុនសែនដើម្បីជោគជ័យមេរៀនទី15ហ៊ុនសែនស៊ូមិននឿយនឹងការលំបាកផ្នែកទី1ករណីសិក្សាសម្ដេចហ៊ុនសែននិយាយដោយសង្ខេបស៊ូមិននឿយនឹងការលំបាកគ្រប់យ៉ាងសម្ដេចបានធ្វើតាំងពីរៀននៅឯស្រុករហូតមកដល់ភ្នំពេញខ្ញុំសូមលើកឡើងម្ដងទៀតពេលមកដល់ភ្នំពេញរៀននៅវិទ្យាល័យឥន្ទ្រទេវីស្នាក់នៅវត្តនិកវ័នតើសម្ដេចលោកលំបាកយ៉ាងណាតស៊ូយ៉ាងណាអត់ធ្មត់យ៉ាងណាទោះយ៉ាងណាសម្ដេចមិននឿយនឹងការលំបាកសូម្បីប៉ុនសរសៃសក់ការរត់ចូលព្រៃម៉ាគីសតស៊ូប្រឆាំងរបបសាធារណរដ្ឋរបស់លន់ នល់ស៊ីអត់ស៊ីឃ្លានប្រឈមនឹងចុងកណ្ដុងគ្រប់វិនាទីរស់នៅក្នុងព្រៃក្នុងផ្សៃរស់នៅក្នុងព្រៃក្នុងផ្សៃរងខ្យល់ព្យុះភ្លៀងតើវេទនាយ៉ាងណាការរត់ភៀសខ្លួនគេចពីអង្គការខ្មែរក្រហមទៅពឹងវៀតណាមសូមជំនួយរំដោះប្រជាជននិងប្រទេសជាតិប្រឈមនឹងគ្រោះគ្រប់ដង្ហើមគ្រប់វិនាទីបើមិនស៊ូបើមិននឿយនឹងការលំបាកទេតើភ្លឺស្វាងមកដល់ថ្ងៃនេះដូចម្ដេចកើតចូលចាំថាគ្មានសត្វមរឹកណានៅសុកហើរចូលមាត់សឹងនោះទេគិតចាប់ពីសម្ដេចឡើងកាន់តំណែងនាយករដ្ឋមន្ត្រីដំបូងថ្ងៃទី14ខែមករាឆ្នាំ1985រហូតមកដល់ថ្ងៃទី29ខែធ្នូឆ្នាំ1998ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញក៏សម្ដេចនៅតែស៊ូមិននឿយនឹងការលំបាកបន្តទៀតពោលគឺបន្ទុកបញ្ហាប្រឈមកាន់តែខ្លាំងខណៈដែលប្រទេសមិនទាន់មានសន្តិភាពពេញលេញក្នុងនោះដូចជាការទប់ទល់នឹងកម្លាំងត្រីភាគីពិសេសខ្មែរក្រហមដែលពេលនោះត្រូវអនុវត្តពាក្យស្លោកដៃម្ខាងការពារដៃម្ខាងអភិវឌ្ឍក្រៅពីនេះការហុំព័ទ្ធសេដ្ឋកិច្ចពីសំណាក់បរទេសការជំនះកែតម្រង់សេដ្ឋកិច្ចនិងនយោបាយដែលផ្ទៃក្នុងមិនយល់កម្លាំងសង្កត់3តើប្រឈមនឹងការបាត់តំណែងអាយុជីវិតរបៀបម៉េចចុងក្រោយការស្វែងរកសន្តិភាពគឺអូសទាញខ្មែរក្រហមឲ្យចោះចូលក្នុងគ្រាដែលនយោបាយក្នុងប្រទេសយាយីដឹកនាំបញ្ជាកម្លាំងឡើងសមរភូមិទល់ជាមួយខ្មែរក្រហមនិងការចូលទៅតំបន់ខ្មែរក្រហមដើម្បីចរចាតើស្រួលទេបើសម្ដេចគ្មានការតស៊ូខំមាត់សង្កត់ចិត្តទេក៏មិនអាចមានកំណើតដល់សប្តាហ៍ថ្ងៃនេះដែរជារួមកំណើតរបស់សម្ដេចហ៊ុនសែនជាកំណើតរបស់ប្រជាជននិងប្រទេសជាតិទាំងមូលសម្ដេចហ៊ុនសែនថ្លែងប្រាប់អ្នកនិពន្ធសៀវភៅហ៊ុនសែនបរិះខ្លាំងរបស់កម្ពុជាក្នុងចំណោមសិស្សខ្លាំងខ្ញុំខ្លាំងក្នុងចំណោមទាហានខ្លាំងខ្ញុំខ្លាំងឥឡូវនេះក្នុងចំណោមបរិះខ្លាំងខ្ញុំខ្លាំងទៀតអ្នកនិពន្ធសរសេរទៀតថាសម្ដេចហ៊ុនសែនប្រាប់គេនាពាក់កណ្ដាលឆ្នាំ1998ក្រោយសម្ដេចក្រមព្រះនរោត្តមរណរដ្ឋបាត់បង់តំណែងនាយករដ្ឋមន្ត្រីទី1សម្ដេចហ៊ុនសែនមានទស្សនៈនយោបាយស្របនឹងសកម្មភាពនយោបាយរបស់លោកធ្វើការតស៊ូប្រកបដោយអំណត់ព្យាយាមមានទេពកោសល្យខ្ពស់ក្នុងការប្រើយុទ្ធវិធីដើម្បីដោះស្រាយបញ្ហាលោកឈានឡើងពីពលទាហានមកដល់នាយទាហានពីនាយទាហានមកនាយទាហានជាន់ខ្ពស់មកដល់រដ្ឋមន្ត្រីការបរទេសឧបនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាប្រមុខរដ្ឋស្ដីទីលោកបានទទួលមេដាយសន្តិភាពពិភពលោកនិងសញ្ញាបត្រថ្នាក់បណ្ឌិតជាច្រើនជាពិសេសទទួលស្គាល់ពីព្រះមហាក្សត្រថាជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមដែលកម្រមានទាំងអស់នេះតើនៅសុកទទួលបានទេបើគ្មានការតស៊ូប្រឆាំងនឹងការនឿយលំបាកគ្រប់បែបយ៉ាងនោះក្រោយពីទទួលតំណែងជារដ្ឋមន្ត្រីការបរទេសសម្ដេចហ៊ុនសែនជួបបញ្ហាស្មុគស្មាញគ្មានលួសពេលតែលោកខិតខំពុះពៀស៊ូទ្រាំគ្រប់ស្ថានភាពខ្ញុំជួបប្រទះការលំបាកជាច្រើនក្នុងការយល់និងក្តាប់បណ្ដាបញ្ហាស្មុគស្មាញនៃកិច្ចការអន្តរជាតិពីព្រោះខ្ញុំគ្មានជំនាញទេតាមការបណ្ដុះបណ្ដាលខ្ញុំរៀនចេះរបៀបលៃលកជាមួយភាពសាំញ៉ាំទាំងនោះហេតុនេះហើយបានជាខ្ញុំជំទាស់មិនធ្វើរដ្ឋមន្ត្រីការបរទេសពីដំបូងហើយទទួលតំណែងសម្រាប់តែរយៈពេលសាកល្បង3ខែប៉ុណ្ណោះខ្ញុំមានសំណាងដែរដោយថាមេដឹកនាំកម្ពុជាជាច្រើនដែលមានបទពិសោធន៍និងចំណេះដឹងផ្នែកកិច្ចការទូតជួយខ្ញុំជានិច្ចខ្ញុំក៏បានខិតខំធ្វើការមោះមុតដើម្បីសិក្សានិងស្រាវជ្រាវកិច្ចការសកលលោកផ្នែកទី2ទស្សនៈសិក្សាងាយស្រួលពេកអាចคล้ายជាការលំបាកទៅវិញឯការលំបាកក៏អាចคล้ายជាការងាយស្រួលក៏ថាបានដែរអ្នកខ្លះគ្មានសង្ឃឹមក្នុងជីវិតនៅចំពោះមុខការលំបាកវេទនា
អ្នកខ្លះទៀតទោះលំបាកវេទនាយ៉ាងណាក៏ដោយក៏នៅតែមានសេចក្តីក្លាហាននិងមានសេចក្តីសង្ឃឹមនៅក្នុងជីវិតដែរសម្ដេចហ៊ុនសែនសម្ដែងឲ្យឃើញក្នុងបទចម្រៀងរបស់លោកនៅសេចក្តីអង់អាចក្លាហាននិងការតស៊ូប្រយុទ្ធយ៉ាងប្តូរផ្ដាច់ក្នុងកលៈទេសៈលំបាកវេទនាប្រកបដោយគំនិតសុទិដ្ឋិនិយមជានិច្ចសូមរកបទរាត្រីលីអូននិងទុកស្រីប្តីព្រាត់ស្ដាប់សម្ដេចហ៊ុនសែនមានថ្ងៃនេះដោយសារលោកមានម្សិលមិញដែលលោកតស៊ូទ្រាំនឹងការលំបាកនឿយហត់ប្រថុយជីវិតគ្រប់ជំហានដូច្នេះគ្រប់កលៈទេសៈយើងមិនត្រូវស្លន់ស្លោត្រូវអត់ធ្មត់ពុះពៀព្យាយាមមិនដៀថយមានចំហរឹងមាំម៉ឺងម៉ាត់ប្រកបនិយមមិនត្រូវកំសាកទុនជ្រាយនោះទេក្នុងមួយជីវិតរបស់មនុស្សគ្មានបុគ្គលណាម្នាក់កិច្ចផុតថាគ្មានសត្រូវគ្មានបញ្ហាទេអ្វីដែលសំខាន់គឺត្រូវប្រឈមនឹងសត្រូវនិងបញ្ហាបែបណារស់ឲ្យល្អប្រសើរជាងសត្រូវរបស់ខ្លួនឲ្យខ្លាំងឲ្យយូរអង្វែងនេះជាទស្សនៈពិចារណាមួយដែលខ្ញុំមើលរឿងភាគចិននិយាយអំពីការប្រឆាំងជប៉ុននាថ្ងៃទី17ខែធ្នូឆ្នាំ2019សរុបទៅជួបបញ្ហាមិនប្រកាសថាជាគ្រោះជួបគ្រោះមិនប្រកាសថាបរាជ័យរាប់ភ្លេចជាធ្នូនឹងជោគជ័យម្ដងជាជោគជ័យនៃជីវិតពាក្យចាស់លោកពោលថានឿយមុនទើបស្រណុកក្រោយបើមិនឆ្លងធ្វើម្ដេចបានដល់ត្រើយតែកុំអុំដូចចំនួនពេជ្ជឃាតស្ដេចអុំទូកយកអាជ័យទៅសម្លាប់ចោលអាជ័យធ្លាក់ទឹកហើយអើជាការចែករំលែកមួយទៀតខ្ញុំមិនអាចសម្រាកបានទេខ្ញុំខ្លាចដេកលក់លែងដឹងខ្លួនជាងរៀងរហូតសល់តែប្រហែលម៉ោងទៀតប៉ុណ្ណោះមេចិត្តភ្លឺហើយខ្ញុំនឹងទ្រាំប្រយោគនេះបើមើលរឿងភាគបុរាណចិនថ្ងៃទី25ខែធ្នូឆ្នាំ2019សូមពិចារណាតាមការគួរដើម្បីលើកទឹកចិត្តខ្លួនឯងកុំរួញរានឹងឧបសគ្គជីវិតជុំវិញបរិបទនេះឯកឧត្តមហ៊ុនម៉ាណិតធ្លាប់ថ្លែងថាក្នុងនាមយុវជនសូមកុំគិតថាយើងនៅកន្លែងណាឬមកពីណាសំខាន់គឺការតស៊ូអត់ធ្មត់ប្រឹងប្រែងកសាងសមត្ថភាពប្រកបដោយគុណធម៌សីលធម៌និងសច្ចធម៌ដើម្បីអនាគតរបស់ខ្លួនដោយប្រយោគដំណាលតគ្នាថាទូកមិនទាន់ដល់ត្រើយកុំបោះចោលច្រវាជីវិតកំពុងមានបញ្ហាកុំបោះចោលការតស៊ូដើរក្រោយគេមិនប្រកាសថាដើរមិនទាន់គេទេដើរយឺតតែដល់គោលដៅប្រសើរជាងរត់លឿនតែមិនដល់គោលដៅតក់ពេញបំពង់ឆុងកន្លះក្រហេតសូមពិចារណាចុះ